ប្រាសាទព្រះខ័នព្រះរាជនិវេសបណ្ដោះអាសន្នរបស់ព្រះបាទជ័យវរ្ម័នទី7អំឡុងពេលកំពុងស្ថាបនាទីក្រុងអង្គរធំប្រាសាទព្រះខ័នមានឈ្មោះដើមហៅថាជ័យស្រីដែលជាព្រះរាជនិវេសបណ្ដោះអាសន្នរបស់ព្រះបាទជ័យវរ្ម័នទី7អំឡុងពេលកំពុងស្ថាបនាទីក្រុងអង្គរធំបន្ទាប់ពីរាជធានីអង្គររងការខូចខាតដោយពួកចាមចូលលុកលុយកាលពីឆ្នាំ1177បច្ចុប្បន្នប្រាសាទព្រះខ័នមានទីតាំងស្ថិតនៅក្នុងក្រុមប្រាសាទពងធំក្នុងទឹកដីនៃខេត្តសៀមរាបមានចម្ងាយ3គីឡូម៉ែត្រពីប្រាសាទបាយ័ននិង 1.5 គីឡូម៉ែត្រពីខ្លងទ្វារដីឆ្នាំងទិសខាងជើងឈ្មោះនៃប្រាសាទនេះមានន័យថាដាវតាមការស្រាវជ្រាវនៅសម័យបច្ចុប្បន្នគេយល់ថាកាលពីអតីតកាលសំណង់នៃប្រាសាទព្រះខ័នគឺជាកន្លែងដាក់គ្រឿងសឹកសង្គ្រាមដូច្នេះព្រះខ័នជាឈ្មោះសម័យទំនើបនៅរក្សាឈ្មោះទីក្រុងពីបុរាណដែលមានឈ្មោះថាជ័យស្រីមានន័យថាព្រះខ័ននិងមានន័យម្យ៉ាងទៀតថាមលូប្រាសាទព្រះខ័នកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី7នៅឆ្នាំ1191ចុងសតវត្សទី12ដើម្បីឧទ្ទិសចំពោះលទ្ធិព្រះពុទ្ធសាសនាមហាយានព្រះអង្គបានកសាងព្រះបរមរូបស្នងព្រះវរៈបិតារបស់ទ្រង់ព្រះបាទធរណិន្ទ្រវរ្ម័នទី2ជាទេវរាជតំណាងព្រះពោធិសត្វលោកេស្វរៈដូចគ្នានឹងប្រាសាទតាព្រហ្មដែលព្រះអង្គបានកសាងព្រះបរមរូបព្រះវរៈមេតាព្រះនាងជ័យរាជចូលឌៀមមនីជាទេវរាជតំណាងព្រះរាជប្រាជ្ញាបារមីតាប្រាសាទព្រះខ័នមានរាង4ជ្រុងទ្រវែងបណ្ដោយ800ម៉ែត្រនិងទទឹង700ម៉ែត្រដែលមានស្រះបោខរណីគូទឹកព័ទ្ធជុំវិញស្ថិតនៅលើផ្ទៃដីចំនួន56ហិកតាប្រាសាទនេះមានកំពែង4ជាន់មានគោបរៈចូលប្រាសាទតាមទិសទាំង4ប្រកបដោយបង្កាន់ដៃអសុរៈនិងទេវៈទាញនាគវាសុកីតំណាងឲ្យការកោសមុទ្រទឹកដោះនិងមានបង្គោលសីមា2ជួរអមផ្លូវចូលផងគោបរៈនៃកំពែងខាងក្រៅទាំងអស់សុទ្ធតែមានទ្វារ3ខណៈទ្វារនីមួយៗមានកំពូលខ្ពស់ប្រកបដោយត្របកផ្កាឈូកសងខាងគោបរៈខាងក្រៅមានចម្លាក់គ្រុឌជន់នាគឆ្លាក់ភ្ជាប់នៅជញ្ជាំងកំពែងតាមឯកសារដើមកំណើតអង្គរលោកម៉ាបូបានសរសេរឲ្យដឹងថាប្រាសាទព្រះខ័នមានភិនភាគនិងលំនាំដើមជាច្រើនដូចទៅនឹងប្រាសាទតាព្រហ្មដែលសំណង់ជាច្រើនកសាងជាប់គ្នាពីមួយទៅមួយនៅសល់តែចន្លោះតូចប៉ុណ្ណោះលោកក៏បានសរសេរទៀតថាប្រាសាទព្រះខ័នពុំមានទម្រង់មុខគុហាមុខ4ដោយប្រាសាទបាយ័នកំពែងខាងក្រៅនៃប្រាសាទតាព្រហ្មប្រាសាទបន្ទាយក្តីប្រាសាទតាសោមនិងកំពែងក្រុងអង្គរធំនោះទេព្រោះប្រាសាទនេះសាងមុនគេហើយជាព្រះរាជនិវេសបណ្ដោះអាសន្នរបស់ព្រះបាទជ័យវរ្ម័នទី7អំឡុងពេលកំពុងស្ថាបនាទីក្រុងអង្គរធំបន្ទាប់ពីរាជធានីអង្គររងការខូចខាតដោយពួកចាមចូលលុកលុយកាលពីឆ្នាំ1177ផ្អែកតាមសិលាចារឹកនៃប្រាសាទព្រះខ័នបានបង្ហាញថានៅក្នុងទីនៃប្រាសាទនេះមានរូបសំណាកចំនួន515រូបនិងមានមន្ទីរព្យាបាលរោគចំនួន102ក្នុងព្រះរាជាណាចក្រតែពុំបានបញ្ជាក់ថាសាងនៅត្រង់ណាខ្លះឡើយព្រមទាំងមានគេហដ្ឋានមួយជាកន្លែងឈប់សម្រាកចំណែកកម្មករនិងអ្នកបម្រើក្នុងការកសាងប្រាសាទមានចំនួន 97,840 នាក់ដែលក្នុងនោះចំនួននេះមានស្ត្រីរបាំចំនួន 1000 នាក់ផងដែរក្នុងមួយឆ្នាំមានរៀបចំពិធីបុណ្យទានធំចំនួន10ដងហើយក្នុងមួយខែមានថ្ងៃបុណ្យចំនួន10ថ្ងៃដែលជាថ្ងៃសម្ដែងនៅទឹកចិត្តរបស់ខ្មែរក្នុងថ្ងៃបុណ្យតាមប្រពៃណីជាតិសាសនានិងតាមពេលសម្រាកលំហែតាមឯកសារផ្សេងទៀតបានឲ្យដឹងថាប្រាសាទព្រះខ័នគឺជាមជ្ឈមណ្ឌលពុទ្ធសាសនាដ៏ធំមួយដែលមានព្រះសង្ឃប្រមាណ 10,000 អង្គគង់នៅសំណាក់ធម៌និងមានការកសាងវិទ្យាល័យមួយកសាងដោយព្រះនាងជ័យរាជទេវីជាមហេសីទី1របស់ព្រះបាទជ័យវរ្ម័នទី7
ប្រាសាទព្រះខ័នក៏ដូចជាប្រាសាទដទៃទៀតរបស់ព្រះបាទជ័យវរ្ម័នទី7ដែរចម្លាក់ពុទ្ធរូបត្រូវទទួលរងនៅការដាប់បំផ្លាញចោលឬកែច្នៃទៅជារូបផ្សេងដូចជាអីសីលឹងផ្កាជាដើមនៅក្នុងរាជរបស់ក្សត្របន្តក្រោយមកទៀតជ័យវរ្ម័នទី8អន្តរជ័យវរ្ម័ននិងជ័យវរ្ម័នបរមេស្វរៈដែលបានបដូរផ្លាស់ទៅកាន់ព្រហ្មសាសនាវិញនិងបានបណ្ដោយឲ្យមានប្រតិកម្មប្រឆាំងនឹងពុទ្ធសាសនាមានចំណុចពិសេសគួរឲ្យកត់សម្គាល់ចំនួន2ដែលធ្វើឲ្យប្រាសាទព្រះខ័នខុសប្លែកពីប្រាសាទនានាដទៃទៀតទី1គឺសំណង់មន្ទីរ2ជាន់នៅក្បែរគោបរៈខាងកើតនៃកំពែងទី2រាប់ពីខាងក្រៅទី1សំណង់មន្ទីរនេះមានសសរមូលមានលក្ខណៈដូចគ្នាទៅនឹងសំណង់បុរាណនៃអច្ឆរិយធម៌ធំនៅតំបន់សមុទ្រមេឌីទែរ៉ាណេផងដែរទី2គឺចេតិយស្ទូបថ្មនៅប្រាង្គប្រាសាទកណ្ដាលបើតាមការអះអាងរបស់ប្រវត្តិវិទូខ្លះបានឲ្យដឹងថាចេតិយស្ទូបនេះគឺជាការកសាងនៅសម័យក្រោយអង្គរតាមលំនាំនៃសិល្បៈសៀមនៅសុខោទ័យព្រោះចេតិយនេះមានលក្ខណៈស្រដៀងទៅនឹងចេតិយដែលមាននៅក្នុងប្រទេសសៀមអំឡុងសតវត្សទី15និងទី16ឯឯកសារប្រវត្តិវិទូខ្លះទៀតបានអះអាងថាស្ទូបថ្មនេះកសាងឡើងតាមលំនាំនៃឥទ្ធិពលប្រទេសស្រីលង្កាព្រោះចេតិយថ្មនេះជាសិល្បៈរបស់ខ្មែរដែលគ្រាន់តែទទួលឥទ្ធិពលពីប្រទេសស្រីលង្កាមានសមត្ថកម្មមួយចំនួនលើកឡើងដើម្បីគ្រប់គ្រងមតិដែលថាស្ទូបខាងលើនេះជាសិល្បៈដែលទទួលឥទ្ធិពលពីស្រីលង្កាទី1មាត់ច្រកទ្វារចូលទៅកាន់ព្រះស្ទូបមានទំហំតូចចេតិយមានកម្ពស់ខ្ពស់ជាងប្រអប់ទ្វារក្នុងប្រាសាទកត្តានេះហើយដែលបញ្ជាក់ឲ្យដឹងថាស្ទូបនេះត្រូវបានសាងសង់ក្នុងពេលជាមួយគ្នានឹងប្រាសាទព្រះខ័នគឺធ្វើមុនគ្រោងទ្វារនិងជញ្ជាំងតាមវិធីសាស្ត្រសាងសង់ពីប្រពៃណីគឺការសាងសង់បល្ល័ង្កតម្កល់ទេវរូបឬព្រះពុទ្ធរូបគេមិនធ្វើពីក្រោយបន្ទាប់ពីអគារនៃប្រាសាទសង់រួចនោះទេបើតាមការសន្និដ្ឋានថាស្ទូបត្រូវនាំចូលទៅក្នុងប្រាសាទនៅក្រោយពេលប្រាសាទព្រះខ័នបានកសាងរួចនោះគឺជាការយល់ខុសទី2បើតាមទំព័រប្រវត្តិសាស្ត្រអង្គររបស់ព្រះបាទជ័យវរ្ម័នទី7គឺព្រះអង្គម្ចាស់តមិនបានយាងទៅកោះស្រីលង្កាដើម្បីមូលហេតុសាសនាបើយោងតាមឯកសារទំនាក់ទំនងរវាងខ្មែរនិងស្រីលង្កាមានចំណងជាមួយគ្នាពុំអាចផ្ដាច់ចេញបានឡើយនាសម័យបុរាណកត្តានេះហើយអាចបញ្ជាក់អំពីឥទ្ធិពលនៃសិល្បៈបែបពុទ្ធសាសនានិយមថេរវាទស្រីលង្កាមកលើប្រទេសកម្ពុជាក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី7ទី3តាមបរិបទនយោបាយក្នុងសម័យនោះពុំអាចឲ្យជនជាតិខ្មែរស្ថាបនាព្រះចេតិយដ៏ពិសិដ្ឋតាមលំនាំសិល្បៈសៀមដែលជាគូបដិបកវិវាទក្រោយពីសង្គ្រាមស៊ីសាច់ហុតឈាមដែលជាផ្សែងមិនទាន់រលត់នៅឡើយរវាងប្រទេសទាំងពីរក្នុងព្រឹត្តិការណ៍ដែលបន្ទាប់ពីកងទ័ពសៀមបានរត់រានដុតបំផ្លាញទីក្រុងអង្គរឲ្យខ្ទេចខ្ទាំរួចហើយនោះឡើយដូច្នេះការសន្និដ្ឋានជារួមថាភាពស្រដៀងគ្នារវាងចេតិយសៀមនិងខ្មែរពុំមែនមានន័យថាខ្មែរចម្លងពីសៀមឬសៀមចម្លងពីខ្មែរឡើយហើយប្រភពចេតិយនៅប្រាសាទព្រះខ័នមានលំនាំចេញមកពីប្រទេសស្រីលង្កាទើបជាការត្រឹមត្រូវសាមង្រីត្រីទាំងដីអង្គរខ្មែរទាំងនគរមានមោទកភាព
អាឆឹងរីយ៉ាងពិនគ្មានគូព្រៀមពីដងសុំជ្រាបមិនីកាញ្ញាបូពេងបូរងគុនគូលិតឡនមិនមែនใจដនកាត់មានព្រឹត្តិការណ៍ប្រឹងអាទិនរាំងនៅចំកណ្ដាលកំពូលប្រាំងប្រាអង្គលបានល្បីសាមង្រីត្រីញឹកថ្ងៃស្មើគ្នាផ្អើលអង្គមនុស្សម្នាទាំងខ្ញុំកាវេឃើញតងភ្នែកឆាប់អូនរែងសេតែប្រាប្រុសស្រីរំភើបត្រេកអរកំពូលបញ្ញាមានដូនតាខ្មែរកូនចៅសូមថែរក្សាបន្តមរតកវប្បធម៌ថ្លៃថ្លាបវរកម្ពុជាសែនល្អមាតុភូមិខ្ញុំសាមង្រីត្រីយប់ថ្ងៃស្មើគ្នាផ្អើលអង្គមនុស្សម្នាទាំងខ្ញុំកាវេឃើញផ្តល់នឹងភ្នែកឆាប់អូនរាំងសេខេមរាប្រុសស្រីរំភើបត្រេកអរកំពូលបញ្ញាមានដូនតាខ្មែរកូនចៅសូមថែរក្សាបន្តមរតកវប្បធម៌ថ្លៃថ្លាបវរកម្ពុជាសែនល្អមាតុភូមិ